ក្រុមហ៊ុនអាកាសចរ Air Cambodia ទើបតែស្វាគមន៍នៅយន្តហោះដែលជាសមាជិកថ្មីរបស់ខ្លួនគឺ ATR 72-600 មើលមកគឺស្អាតថ្មីខ្លាញ់គោតែម្ដងអ្នកគ្នាដើម្បីធ្វើការពង្រឹងការហោះហើរនៅក្នុងស្រុកក៏ដូចជាពង្រឹងនៃការហោះហើរទៅកាន់ប្រទេសនៅជិតខាងរបស់យើងអញ្ចឹងកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025កន្លងទៅនេះក្រុមហ៊ុនអាកាសចរ Air Cambodia ដែលកាលមុនគឺឈ្មោះ Cambodia Angkor Air គេដូរមកកាន់ Air Cambodia វិញទើបតែទទួលបានយន្តហោះមួយគ្រឿងថ្មីស្រឡាំងខ្លាញ់គោពីរោងចក្រនៅប្រទេសបារាំងតែម្ដងជាប្រភេទយន្តហោះ ATR 72-600 យន្តហោះប្រភេទ ATR នេះគឺជាប្រភេទយន្តហោះដែលមានស្លាបចេញមកខាងក្រៅតែម្ដងគេហៅថា turboprop plane ណាយន្តហោះមួយគ្រឿងនេះគឺគេប្រើប្រាស់សម្រាប់ការហោះហើរនៅក្នុងចម្ងាយជិតឬក៏រយៈពេលខ្លីដោយសារតែវាក៏ហោះឆ្ងាយអត់បានដែរអ្នកគ្នាចម្ងាយដែលវាហោះហើរបានឆ្ងាយបំផុតបើយើងដាក់មនុស្សពេញអីវ៉ាន់ពេញណាគឺវាអាចហោះបានចំនួន1528គីឡូម៉ែត្រឬក៏ប្រហែលទៅនឹង950ម៉ាイលដែលវាគ្រប់គ្រាន់នឹងការហោះនៅក្នុងស្រុកឧទាហរណ៍ពីភ្នំពេញទៅសៀមរាបអញ្ចឹងត្រឹមតែ260ទៅ300គីឡូម៉ែត្រឬក៏ហោះពីភ្នំពេញទៅកំពង់សោមត្រឹមតែចម្ងាយ200គីឡូម៉ែត្រឬក៏មួយទៀតពីកំពង់សោមទៅខេត្តសៀមរាបត្រឹមតែ300គីឡូម៉ែត្រជាងនិយាយទៅគឺវាជិតមែនតើនៅក្នុងស្រុករបស់យើងហើយចំណែកឯហោះហើរទៅប្រទេសជិតខាងមានដូចជាទៅទីក្រុងហូជីមិញប្រទេសវៀតណាមត្រឹមតែ230គីឡូម៉ែត្រហោះទៅទីក្រុងវៀងច័ន្ទនៅប្រទេសឡាវត្រឹមតែ870គីឡូម៉ែត្រឬក៏ហោះទៅទីក្រុងបាងកកប្រទេសថៃត្រឹមតែ540គីឡូម៉ែត្រនិយាយទៅគឺវាស័ក្តិសមសម្រាប់ធ្វើការហោះហើរនៅក្នុងស្រុកក៏ដូចជានៅតំបន់ជិតខាងហើយវាគឺអាចដាក់អ្នកដំណើរឬក៏មនុស្សបានចំនួន70នាក់ហើយចំពោះការហោះហើរអ្នកគ្នាកុំភ័យគឺវាមានសុវត្ថិភាពដូចទៅនឹងយន្តហោះដទៃដែរទេគ្រាន់តែការ design រចនាបថយន្តហោះគឺអ្នកខ្លះគាត់អត់សូវដឹងរឿងយន្តហោះចឹងទៅគាត់ថាទាំងហាលមកខាងក្រៅវាអាចគ្រោះថ្នាក់វានិយាយទៅគឺវាសុវត្ថិភាពដូចតែគ្នាទេដោយយន្តហោះប្រភេទនេះគ្រឿងបង្គុំរបស់វាគឺត្រូវបានផលិតនៅប្រទេសអ៊ីតាលីនិងប្រទេសបារាំងហើយត្រូវបានដំឡើងចុងក្រោយនៅប្រទេសបារាំងតែម្ដងហើយយន្តហោះប្រភេទហ្នឹងក៏មានការចូលហ៊ុនធ្វើពីក្រុមហ៊ុន Airbus ផងដែរបើយើងក៏លេងមកខ្វាច់អ្នកគ្នាប្រៀបធៀបយន្តហោះស៊េរីថ្មីជាមួយនឹងយន្តហោះអាចាស់ហ្នឹងមើលមកគឺវាស្តៀងគ្នាខ្លាំងមែនទែនប៉ុន្តែបើយើងគិតទៅគឺវាចំណេញហើយវាល្អវាទំនើបជាងអាយន្តហោះជំនាន់ចាស់នឹងច្រើនអញ្ចឹងអាយន្តហោះ model មុននេះរបស់ក្រុមហ៊ុនអាកាសចរ Air Cambodia គឺមានឈ្មោះថា ATR 72-500 model ថ្មីនេះ ATR 72-600 អ្នកគ្នាឃើញវាខុសគ្នាអ្វីដែលខុសគ្នាទៅនោះគឺអា model ATR 72-500 ហ្នឹងគឺត្រូវបានផលិតដំបូងតាំងពីឆ្នាំ1997មកម្ល៉េះអញ្ចឹងបើយើងនិយាយតាក់ទងទៅនឹងបច្ចេកវិទ្យាអីផ្សេងៗគឺវាមុនឆ្នាំ2000ទៀតចំណែកឯ model ថ្មី ATR 72-500 នេះគឺត្រូវបានផលិតដំបូងតាំងពីឆ្នាំ2010អញ្ចឹងគឺវាខុសគ្នាប្រហែលជា12ឆ្នាំទៅ13ឆ្នាំអ្វីដែលសំខាន់ដែលខ្ញុំគិតថាជាកត្តាដែលធ្វើឲ្យក្រុមហ៊ុនអាកាសចរ Air Cambodia គាត់បានទិញ model ថ្មី ATR 72-600 នេះគឺមានច្រើនទី1គឺវាជា model យន្តហោះជំនាន់ថ្មីបច្ចេកវិទ្យាថ្មីវាទំនើបជាងមុនអ្វីដែលពិសេសគឺវាស៊ីប្រេងឬក៏ស៊ីសាំងនឹងតិចជាងអា model ATR 72-500 ដែលជំនាន់មុននឹងរហូតដល់ 5% ឯណោះដែលវាជួយមកដល់បរិស្ថានផងវាជួយឲ្យក្រុមហ៊ុន Air Cambodia ចំណេញលុយអត់សូវចាក់ប្រេងច្រើនផងកត្តាដែលសំខាន់មួយទៀតនោះចំពោះ model ថ្មី ATR 72-500 នេះគឺអ្វីដែលសំខាន់គឺយើងជាអ្នកធ្វើដំណើរដោយសារតែទី1កៅអីនៅក្នុងយន្តហោះហ្នឹងគឺវាចង់ឲ្យថាមានផាសុកភាពជាងមុនវា comfortable ជាងមុនហើយតាក់ទងទៅនឹងសម្លេងម៉ាស៊ីនអា turboprop របស់វាហ្នឹងគឺវាលាន់ខ្លាំងចំពោះ model មុនប៉ុន្តែចំពោះ model នេះគឺវាសម្លេងស្ងាត់ជាង model មុនច្រើនមែនតើដែលធ្វើឲ្យការធ្វើដំណើររបស់យើងវាកាន់តែរបៀបថាសនុកសុខស្រួលអញ្ចឹងណាហើយតាក់ទងទៅនឹងប្រព័ន្ធបោកយន្តហោះផ្សេងអា model 600គឺវាទំនើបជាងអា model 500មែនតើដោយអា model 500គឺនៅប្រើអាបច្ចេកវិទ្យាជំនាន់ចាស់ចំណែកអា model 600នេះគឺគេប្រើប្រាស់អាបច្ចេកវិទ្យាជំនាន់ថ្មីដែលវាទំនើបវាលឿនហើយវាងាយស្រួលសម្រាប់អ្នកបោកយន្តហោះងាយស្រួលជាងមុនអញ្ចឹងកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025នេះយន្តហោះ ATR 72-600របស់ក្រុមហ៊ុន Air Cambodia គឺបានហោះហើរតាំងពីប្រទេសបារាំងមកដល់រាជធានីភ្នំពេញរបស់យើងតែម្ដងហើយអត់តន់អស់តែប៉ុណ្្នឹងទេនេះគឺជាយន្តហោះមួយគ្រឿងនៅក្នុងចំណោមយន្តហោះ3គ្រឿង ATR 72-500 ដែលក្រុមហ៊ុន Air Cambodia បានកម្មង់ពីរោងចក្រ ATR ផ្ទាល់ហើយយន្តហោះថ្មី2គ្រឿងទៀតហ្នឹងគឺមកតាមខ្ញុំមើលអ៊ីនធឺណិតទៅអាចខ្ទង់ចុងឆ្នាំ2025នេះអាចខែ10 11 12អាចនឹងមកដល់ប្រទេសកម្ពុជារបស់យើងដូចគ្នាហើយខ្ញុំក៏បាន search អ៊ីនធឺណិតបន្ថែមទៀតដោយដឹងថាយន្តហោះ ATR 72-500 របស់ Air Cambodia ឬក៏កាណុង Cambodia Angkor Air ហ្នឹងគឺបានធ្វើការជួលឬក៏បានធ្វើការ lease ពីខាងក្រុមហ៊ុន Vietnam Airlines ប៉ុន្តែឥឡូវនេះដោយសារតែយើងយន្តហោះថ្មីមកបដាអញ្ចឹងទៅហើយយន្តហោះស៊េរីចាស់ហ្នឹងក៏ចាប់ដើមឈប់ប្រើហើយឲ្យទៅក្រុមហ៊ុនគេវិញផងដែរអូខ្ញុំភ្លេចប្រាប់មកទៀតអាយន្តហោះថ្មី ATR 72-600 ហ្នឹងគឺហោះលឿនជាងអាយន្តហោះចាស់អញ្ចឹងបានជាហេតុផលមួយដែលគេទិញថ្មីដែរអត់ទាន់អស់តំណឹងទេអ្វីដែលខ្ញុំបានដឹងក៏ដូចជាខ្ញុំបាន search អ៊ីនធឺណិតបន្ថែមគឺក្រុមហ៊ុន Air Cambodia នឹងមានយន្តហោះ Airbus A320 គ្រឿងថ្មីមួយទៀតនឹងចូលមកកាន់ fleet របស់ក្រុមហ៊ុន Air Cambodia ផ្ទាល់ប៉ុន្តែដំណឹងនឹងយ៉ាងណាយើងអត់ទាន់ដឹងច្បាស់ 100% ទេខ្ញុំនិយាយមែនគ្រាន់តែបានដឹងថាមានការកម្មង់យន្តហោះថ្មីមាន model ថ្មី
ថ្មីសម្រាប់ខ្ញុំគឺជាអ្នកដែលស្រឡាញ់នៅវិស័យអាកាសចរគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែទាំងខ្ញុំទាំងគេអ្នកដែលស្រឡាញ់វិស័យអាកាសចរតែងតែរំពឹងទុកថាថ្ងៃណាមួយមានក្រុមហ៊ុនអាកាសចរនៅក្នុងស្រុករបស់យើងនេះមិនថា Air Cambodia Airways ឬក៏ក្រុមហ៊ុនផ្សេងៗទៀតនឹងមានយន្តហោះខ្នាតធំឧទាហរណ៍ A330 A350 ឬក៏ Boeing 787 ផ្សេងៗដើម្បីមិនត្រឹមតែហោះហើរនៅក្នុងស្រុកក៏ដូចជាប្រទេសជិតខាងទេយើងអាចហោះហើរឆ្ងាយៗបានដូចជា Dubai អូស្ត្រាលី New Zealand ទៅជប៉ុនទៅហុងកុងក៏ដូចជាទៅតំបន់អឺរ៉ុបផ្សេងៗដោយប្រើប្រាស់ជើងហោះហើរនៅក្នុងស្រុករបស់យើងអាហ្នឹងគឺវាពិតជាលយខ្លាំងតែម្ដងបូករួមផ្សំជាមួយនឹងពលានយន្តហោះអន្តរជាតិថ្មីរបស់យើងដែលត្រៀមនឹងបើកទៀតវាកាន់តែអស្ចារ្យប៉ុន្តែនេះគ្រាន់តែជាការរំពឹងទុករបស់ខ្ញុំទេសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចឃើញវាផ្ទាល់ភ្នែក Follow for more